តាអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានគ្រាន់តែឮសំឡេង notification ទូរស័ព្ទអ្នកក៏មានអារម្មណ៍ចង់ចាប់វាមើលភ្លាមឬគ្រាន់តែដើរកាត់ហាងអាហារដែលអ្នកចូលចិត្តអ្នកក៏ចាប់ផ្ដើមស្រក់ទឹកមាត់បើទោះបីជាអ្នកទើបតែញ៉ាំឆ្អែតក៏ដោយនេះមិនមែនជាការចៃដន្យនោះទេប៉ុន្តែវាគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា classical conditioning ឬលក្ខខណ្ឌឆ្លុះកាលពីជាង100ឆ្នាំមុនបុរសម្នាក់ឈ្មោះថា Ivan Pavlov បានធ្វើការពិសោធន៍ដ៏ចម្លែកមួយជាមួយឆ្កែរបស់គាត់បានរកឃើញវិធីបញ្ជាខួរក្បាលរបស់សត្វឲ្យមានប្រតិកម្មតាមរយៈការប្រើប្រាស់សំឡេងកំដឹងការរកឃើញនេះបានផ្លាស់ប្ដូរពិភពលោកជារៀងរហូតវាត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យអប់រំការផ្សាយពាណិជ្ជកម្មនិងសូម្បីតែការគ្រប់គ្រងចិត្តមនុស្សថ្ងៃនេះយើងនឹងទៅវែកញែកអំពីអាចកំបាំងឆ្កែរបស់ Pavlov តើកណ្ដឹងមួយអាចគ្រប់គ្រងជីវិតបានដោយរបៀបណារឿងដ៏គួរឲ្យចាប់អារម្មណ៍នោះគឺលោកអ៊ីវ៉ាន់មិនមែនជាអ្នកចិត្តសាស្ត្រនោះទេគាត់គឺជាអ្នកជំនាញខាងប្រព័ន្ធរំលាយអាហារក្នុងឆ្នាំ1890គាត់កំពុងសិក្សាអំពីទឹកមាត់របស់សត្វឆ្កែនៅពេលវាញ៉ាំអាហារគាត់បានសង្កេតឃើញរឿងចម្លែកមួយឆ្កែរបស់គាត់ចាប់ផ្ដើមស្រក់ទឹកមាត់មុនពេលឃើញអាហារទៅទៀតពួកវាស្រក់ទឹកមាត់នៅពេលឮសំឡេងជើងដើរជើងរបស់អ្នកដែលយកអាហារមកឲ្យពួកវាអ៊ីវ៉ាន់ក៏ចាប់ផ្ដើមឆ្ងល់ថាតើខួរក្បាលរបស់ឆ្កែភ្ជាប់សំឡេងជើងដើរទៅនឹងអាហារមែនទេដើម្បីរកការពិតគាត់ក៏ចាប់ផ្ដើមធ្វើការពិសោធន៍ដ៏ល្បីល្បាញមួយលោកអ៊ីវ៉ាន់បែងចែកការពិសោធន៍ជា3ដំណាក់កាលដំណាក់កាលទី1គាត់បង្ហាញអាហារដល់ឆ្កែស្រក់ទឹកមាត់នេះជាប្រតិកម្មដោយធម្មជាតិដំណាក់កាលទី2គាត់បានវាយកណ្ដឹងឆ្កែមិនស្រក់ទឹកមាត់នោះទេព្រោះកណ្ដឹងមិនមែនជាអាហារដំណាក់កាលទី3គាត់វាយកណ្ដឹងរួចក៏ផ្ដល់អាហារភ្លាមៗគាត់ធ្វើបែបនេះដដែលជាច្រើនដងចុងក្រោយអ្វីដែលអស្ចារ្យបានកើតឡើងអ៊ីវ៉ាន់គ្រាន់តែវាយកណ្ដឹងដោយមិនផ្ដល់អាហារតតែសោះប៉ុន្តែឆ្កែនៅតែស្រក់ទឹកមាត់យ៉ាងខ្លាំងនេះមានន័យថាខួរក្បាលរបស់ឆ្កែត្រូវបានដំឡើងកម្មវិធីថ្មីវាបានរៀនថាសំឡេងកណ្ដឹងស្មើនឹងអាហារនេះហើយគឺជាលក្ខខណ្ឌឆ្លុះកុំគិតថាជារឿងរបស់សត្វឆ្កែឲ្យសោះមនុស្សយើងក៏ត្រូវបានគេវាយកណ្ដឹងដាក់រាល់ថ្ងៃផងដែរក្រុមហ៊ុនល្បីៗប្រើប្រាស់ទ្រឹស្ដីនេះក្នុងការផ្សាយពាណិជ្ជកម្មឧទាហរណ៍នៅពេលអ្នកឃើញ logo ពណ៌ក្រហមនៃភេសជ្ជៈម្យ៉ាងលាយឡំជាមួយសំឡេងទឹកកកនិងតន្ត្រីសប្បាយខួរក្បាលអ្នកនឹងភ្ជាប់វាទៅនឹងភាពស្រស់ស្រាយភ្លាមបើទោះបីជាអ្នកមិនបានផឹកក៏ដោយសូម្បីតែការប្រើប្រាស់ social media ក៏ដូចគ្នាសំឡេង notification គឺជាកណ្ដឹងរបស់ Evan សម្រាប់មនុស្សសម័យនេះនៅពេលឮខួរក្បាលរបស់យើងនឹងបញ្ចេញសារជាតិ dopamine ដែលធ្វើឲ្យអារម្មណ៍យើងរំភើបហើយចង់បើកមើល notification របស់ទូរស័ព្ទរបស់យើងភ្លាមៗដោយអចេតនាការពិសោធន៍របស់ Evan បង្រៀនយើងថាបរិយាកាសនៅជុំវិញខ្លួនមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់យើងខ្លាំងណាស់ប្រសិនបើយើងមិនដឹងខ្លួនយើងនឹងរស់នៅដូចជាសត្វឆ្កែដែលរងចាំតែស្ដាប់សំឡេងកណ្ដឹងនោះឯងប៉ុន្តែចំណុចវិជ្ជមានដែលយើងអាចប្រើទ្រឹស្ដីនេះដើម្បីដំឡើងកម្មវិធីល្អៗឲ្យខ្លួនយើងបានឧទាហរណ៍បើអ្នកចង់ហាត់ប្រាណចូលរៀបចំខោអាវកីឡាទុកឲ្យហើយនៅកន្លែងដែលអ្នកអាចមើលឃើញរាល់ព្រឹកដើម្បីឲ្យខួរក្បាលរបស់អ្នកភ្ជាប់រូបភាពនោះទៅនឹងការហាត់ប្រាណសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast ថ្ងៃនេះតើអ្នកមានកណ្ដឹងអ្វីខ្លះដែលកំពុងបញ្ជាជីវិតអ្នករាល់ថ្ងៃកុំភ្លេចចែកមតិរបស់អ្នកនៅខាងក្រោម